អគ្គិសនីកម្ចាយស្ថិតនៅស្ទឹងកម្ចាយឬហៅថាព្រែកទឹកឈូស្ថិតក្នុងឃុំម៉ាក់ប្រាំងស្រុកទឹកឈូខេត្តកំពតវារីអគ្គិសនីកម្ចាយមានអានុភាពផ្ដល់អគ្គិសនី194.1 មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់ខេត្តកំពតខេត្តកែបខេត្តព្រះសីហនុនិងខេត្តតាកែវសល់ពីនោះសម្រាប់ផ្គត់ផ្គង់រាជធានីភ្នំពេញគួរបញ្ជាក់ផងដែរថាទំនប់វារីអគ្គិសនីកម្ចាយគឺជាគម្រោងវារីអគ្គិសនីទី2របស់កម្ពុជាដែលបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2011ក្រោមអធិបតេយ្យភាពដ៏ខុសពូជរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាវារីអគ្គិសនីកម្ចាយមិនត្រឹមតែផ្ដល់នូវថាមពលអគ្គិសនីប៉ុណ្ណោះទេគឺបានរួមចំណែកកាត់បន្ថយគ្រោះទឹកជំនន់ដែលតែងតែកើតឡើងស្ទើររៀងរាល់ឆ្នាំដោយឡែកបន្ទាប់ពីទំនប់វារីអគ្គិសនីកម្ពុជាបានសាងសង់រួចទំនប់វារីកម្ចាយបានផ្ដល់ទឹកស្អាតដល់អ្នកស្រុកកំពតប្រើប្រាស់និងជួយទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ទឹកឈូយ៉ាងច្រើនកុះករដែលជាកត្តាមួយជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅក្នុងតំបន់នោះផងដែររក្សាសិទ្ធិដោយក្រសួងរាយនិងធម្មពល